មានអាម៉ូតូធំនឹងតូចបើយើងជិះម៉ូតូត្រឹម 125cc ទេយើងចំណាយពេលយើងបើកមុនទេត្រង់45នាទីឬក៏ទៅ1ម៉ោងអាហ្នឹងស៊ីសងយើងបើកដែរអូខេអញ្ចឹងឥឡូវនេះ logo មិញ logo កន្លែង Offline យើងអាច hel ទឹកលេងនឹងបាន Offline ហើយកន្លែង logo បាញ់គឺភ្នំណាំលាអញ្ចឹងវីដេអូក្រោយខ្ញុំនឹងបង្ហាញផ្លូវទៅភ្នំណាំលានេះភ្នំណាំលាផ្លូវហ្នឹងឯងអញ្ចឹងជំរាបសួរហើយក៏សួស្តីអ្នកទាំងគ្នាឥឡូវដោយតាមការសន្យារបស់ខ្ញុំដោយក្បាលវីដេអូអញ្ចឹងក្បាលវីដេអូខ្ញុំសន្យាថាខ្ញុំនឹងចេញវីដេអូភាគ2ហើយវីដេអូភាគ2គឺនៅមណ្ឌលគិរីដដាលផ្លូវតែមួយទៅជ្រុះប៊ូស្រាប៉ុន្តែវាមានផ្លូវបំបែកមួយគឺទៅភ្នំណាំលាអញ្ចឹងឥឡូវផ្លូវភ្នំណាំលាគឺផ្លូវស្អាតមែនទែនជិះម៉ូតូទៅគាត់តែមើលតែទេសភាពនេះជាការកស៊ូជិះបើយើងជិះពីជ្រុះប៊ូស្រាមកដល់ភ្នំណាំលាខ្ទង់17នាទី15គីឡូអញ្ចឹងលឿនគួរសមដែរហើយយើងមកដល់ហើយនេះមកដល់ភ្នំណាំលាអញ្ចឹងនៅក្រោយចូលឆ្នាំ2 3ថ្ងៃអត់សូវមានឡានច្រើនទេអត់សូវមានឡានមានម៉ូតូច្រើនទេអញ្ចឹងឥឡូវយើងទិញសម្បត្តិអស់តែម្នាក់ប៉ុន្មានអស់តែម្នាក់ម្នាក់1000ហើយអស់ម្នាក់1000អញ្ចឹងពីនេះអស់2000ឥឡូវផ្ញើម៉ូតូនេះយើងចុះទៅហើយហ្នឹងហើយនៅភ្នំណាំលាអត់មានលក់ម្ហូបលក់អីសម្រាប់ញ៉ាំច្រើនទេបើយើងចង់ញ៉ាំអីយើងគួរតែទិញអីខ្ចប់អីយកទៅញ៉ាំនៅនោះហើយពេលយើងខ្ចប់អីយកទៅញ៉ាំអញ្ចឹងយើងជាសាជាផ្ដាំផ្ញើយើងជួយខ្ចប់ដាក់ធុងសារ៉ាំឲ្យបានល្អផងអញ្ចឹងណាដើម្បីការពារបរិស្ថានយើងនៅកន្លែងដើរលេងតោះត្រឡប់មកវីដេអូយើងវិញឃើញវីដេអូហ្នឹងឃើញមានក្មេងមានចាស់មានអីគាត់មកលេងច្រើនខ្ញុំឃើញមានជនជាតិដើមភាគតិចច្រើនដែរហើយតោះទៅស្ដាប់សម្ដីប្រុសពិតបរិយាយនំឡាមលាខេត្តមណ្ឌលគិរីអូចតខ្លាំងឥឡូវមើលមុខអត់នេះហើយឃើញហើយកាលទៅហ្នឹងដែលមានមូទេអត់មានមូទេអញ្ចឹងគោលបំណងទៅមុនដំបូងអត់បានថាទៅភ្នំណាំលាទេគឺថាទៅតែជ្រុះប៊ូស្រាហើយត្រឡប់មកវិញប៉ុន្តែបានជាទៅហើយជិះម៉ូតូរៀងលឿនដែរការរំពឹងទុកថាទៅប៊ូស្រាហ្នឹងតែមកទៅ1ម៉ោងអញ្ចឹងវាយូរដែរតែជាក់ស្ដែងជិះម៉ូតូខ្ទង់25នាទីទេអត់ដល់កន្លះម៉ោងប៉ុណ្ណឹងដល់អញ្ចឹងទៅវាលឿនហួសពីការគិតអញ្ចឹងយើងក៏បានមកភ្នំណាំលាមកដោយមិនមានការរំពឹងទុកតោះហើយតទៅទៀតហើយទៅដល់ពាក់កណ្ដាលហ្នឹងមានកលុកមួយដែរតានៅកលុកហ្នឹងគឺដក់ទឹកហើយជីភ្លៀងមកដក់ទឹកនៅហ្នឹងឃើញនៅហ្នឹងចុះឥឡូវទៅស្ដាប់សម្ដីពិតមើលទឹកមុខនេះឡើងហត់ក្តៅដែរដូចដែលបានឃើញអញ្ចឹងអូមិនចិត្តទេគ្រាន់តែឡើងប្រហែលជា5-10នាទីដែរឡើងព្រោះវាខ្ពស់អញ្ចឹងបើថាមានកូនក្មេងមានអីច្រើនពិបាកឡើងដែរខ្ទង់20នាទីហ្នឹងអាហ្នឹងស៊ីសងយើងដើរដែរបើយើងធ្លាប់ឡើងខ្ពស់អត់ស្អីតែយើងធ្លាប់ឡើងហត់ណាអញ្ចឹងនេះជុំវិញនេះអាចមើលបានទៅដល់ហ្នឹងដល់តែកន្លែងជាន់ទី1ទេរាំងទៀបណាជាន់ទី1ហ្មងទៅរាំងទៀបខ្ញុំមើលជុំវិញនោះអញ្ចឹងយើងបន្តទៅទៀតហ្នឹងយើងទៅដល់មួយជាន់មួយតង់ទៀតមួយជាន់ហ្នឹងយើងឃើញទេសភាពកាន់តែស្អាតទេសភាពនិយាយទៅក្តៅមែនប៉ុន្តែខ្យល់បើនឹងក្រោមអត់សូវមានសេវាទេទូរស័ព្ទណាបើយើងឡើងទៅដល់លើដល់កពូលហ្មងសេវាទូរស័ព្ទពេញហ្មងហើយនេះ rider អ្នកបើកអ្នកបើកកូនត្រេនអ្នកបើកលឿនចំយាយលឿនដូចជុះនេះឥឡូវឡើងដល់កពូលហើយ ឡើងដល់កពូលធំពូខ្ពស់ហើយនេះនៅកន្លែងនេះយើងមើលទេសភាពជុំវិញយើងអាចមើលពីលើនឹងដល់ទឹកដីវៀតណាមបានណាដោយសារតែនៅគៀកទឹកដីវៀតណាមដែរអញ្ចឹងភ្នំណាំលានយើងអាចមើលពីលើបានណាហើយទៅដល់ហ្នឹងយើងសេឈ្មោះទៅធ្វើសេទុកចិនឧស្សាហ៍រីអូចាឥឡូវយើងកាត់ដល់កន្លែងចុងមកវិញដោយសារតែយើងដើរលេងលើនឹងខ្ទង់5-10នាទីហើយអូដល់កហត់ដល់កហើយអរគុណច្រើនអញ្ចឹងឥឡូវយើងដល់ភាពបញ្ចប់ហើយអរគុណច្រើនសម្រាប់ការទស្សនាវីដេអូជូនពរសំណាងល្អសុខភាពល្អបាយបាយជម្រាបលា